រុស្ស៊ីសាក់លបងដោយជោគជ័យនៅយានគ្មានមនុស្សបើកក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរទំនើបដែលគ្មានប្រព័ន្ធរ៉ាដាណាអាចចាប់បានប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានប្រកាសថារុស្ស៊ីបានធ្វើតេស្តសាក់លបងជោគជ័យនៅយានគ្មានមនុស្សបើកក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរទំនើបយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29 ខែតុលាឆ្នាំ2025បានឲ្យដឹងថាការសាក់លបងប្រព័ន្ធ Poseidon បានធ្វើឡើងកាលពីថ្ងៃអង្គារលោកប្រធានាធិបតីពូទីនបាននិយាយនៅពេលលោកទៅទស្សនាមន្ទីរពេទ្យយោធានៅទីក្រុងមូស្គូលោកបានបញ្ជាក់ថានៅពេលវាមកដល់ល្បឿននិងជម្រៅវាគ្មានអ្វីអាចប្រៀបធៀបនឹងយានគ្មានមនុស្សបើកនេះនៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយវាទំនងជានឹងលេចរូបរាងក្នុងពេលឆាប់ៗនេះលោកពូទីនបានសង្កត់ធ្ងន់ថានៅពេលនេះមិនមានវិធីសាស្ត្រណាមួយក្នុងការស្ទាក់ចាប់ Poseidon នោះទេនេះបើយោងតាមប្រធានាធិបតីរុស្ស៊ីសមត្ថភាពរបស់យាន Poseidon វាគឺលើសពីថាមពលនៃមីស៊ីល Samad រយៈចម្ងាយឆ្ងាយបំផុតរបស់រុស្ស៊ីអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright